ឈឺចាប់នៅពេលស្នេហាទីមួយដែលជួបវិបត្តិហើយអ្វីបេះដូងមួយនេះមិនអាចទៅបំភ្លេចគេបេះដូងមួយនេះត្រូវការអូនបេះដូងមួយនេះអូនស្វែងរកស្រួលពេលនេះបេះដូងមិនអាចទៅនឹងរួនឈឺចាប់ទុកពុតពេលដែលមានស្រួលនៅជាមួយគេរវេលាជារីរវិនាទីជាគណៈវេលាដែលយើងទាំងពីរសពចំណាយជាមួយនឹងគ្នាមិនថាវេលាដែលអូនក្តៅឬក៏វេលាដែលអូនរងងារគឺជាវេលាដែលមានន័យជាពិសេសជាងគេវេលាដែលបងបានអវរិទ្ធអប់រំស្រីសាសងវាចាពីស្នេហាជាមួយស្រីតែកលៀកគៀកកោយអូនចាក់ចង្កេះបងសែរសើបណាស់ពីស័យតើអូនមានចាំទៅថ្លៃហើយអ្វីចិត្តដាច់ម្លេះថ្លៃគាត់បងចាស់ហើយហ៊ានលឹកខែពីសំដីឬរូបបងនេះមានវ័យឬរូបអូនចង់ដោះដៃអីលើព្រំលខំលោកមិនប្រណីប្រហែលជាយើងវឹកគ្នាញីស្ដាយឆាជានៅតែបែបែពូគូស៊ីបងអូនណានៅតែបែបែជាពេលដែលជួបរឿងសែនអ៊ូឡំពេលដែលជួបរឿងសែនឈឺចាប់នៅពេលស្នេហាទីមួយដែលជួបវិបត្តិហើយអ្វីបេះដូងមួយនេះមិនអាចទៅបំភ្លេចគេបេះដូងមួយនេះត្រូវការអូនបេះដូងមួយនេះកំពុងស្វែងរកស្រួលពេលនេះបេះដូងមិនអាចទៅរួចរួនឈឺចាប់ទុកពុតពេលដែលស្រួលនៅជាមួយគេខ្ញុំនេះមើលទៅអ្នកឲ្យមើលទៅដូចជាជាប់អន្ទាក់ស្នេហាមិនពេចមួយដើមនៅក្នុងដៃនិពន្ធចម្រៀងពីស្នេហាឲ្យកើតមកជាមនុស្សមិនថាអ្នកណាឲ្យគង់តែមានការឈឺចាប់ឲ្យគង់តែមានការឈឺផ្សាយដូចទុំនឹងទៀវដែលអ្នកនិពន្ធបានចាឲ្យនៅស្រុកត្បូងឃ្មុំដែលបានស្លាប់ព្រោះស្នេហាឲ្យនៅរឿងជាខាងទៀតដែលខ្ញុំបាននឹងវាចាឲ្យខ្លះនៅក្មេងសោះទៅលេងឡាបាយស្នេហាឲ្យខំទៅរៀនឲ្យបែរទៅមានសង្សារឲ្យអប់រំមកចារីទាំងនៅវ័យសិក្សាឲ្យខ្លះអានថាខ្លួនស្អាតឲ្យដូចជាកូនទេវតាព្រោះតែចង់បានលុយឲ្យទៅស្រឡាញ់តាឲ្យមានប្រុសជាច្រើនអ្នកឲ្យគេទៅគួររៀនសិក្សាខ្លះឈួតលីលាឲ្យខូចចិត្តទៅផឹកស្រាយស្នេហាខ្លះលឺសំឡេងមិនដែលឃើញអ្នកត្រាឲ្យសាសងតាមទូរស័ព្ទបានត្រឹមតែវាចាឲ្យខ្លះរស់នៅគេដែរប៉ុន្តែត្រូវឯកាឲ្យស្រីខ្លះស្រីយំឲ្យព្រោះតែប្រុសសាវ៉ាឲ្យប្រុសខ្លះស្រីយំឲ្យព្រោះតែស្រីសាវ៉ាជាពេលដែលជួបរឿងសែនអ៊ូឡំពេលដែលជួបរឿងសែនឈឺចាប់នៅពេលស្នេហាទីមួយដែលជួបវិបត្តិហើយអ្វីបេះដូងមួយនេះមិនអាចទៅបំភ្លេចគេបេះដូងមួយនេះត្រូវការអូនបេះដូងមួយនេះកំពុងស្វែងរកស្រួលពេលនេះបេះដូងមិនអាចទៅរួចរួនឈឺចាប់ទុកពុតពេលដែលមានស្រួលនៅជាមួយគេពេលដែលជួបរឿងសែនឈឺចាប់នៅពេលស្នេហាទីមួយដែលជួបវិបត្តិហើយអ្វីបេះដូងមួយនេះមិនអាចទៅបំភ្លេចគេបាទអរគុណច្រើនបាទរៀនមួយជាមួយបាទជំនួសនៅបទទៀតមានចំណងជិញថានិស័យបាទនិស័យអូខេជាស្នាដៃកូនខ្មែរពេលដែលបងបានដឹងថាកំពុងគ្មានរូបស្រីរូបពេលដែលបងបានដឹងបេះដូងនេះគ្មានដំឡៃបងចង់បានអូនចង់បានស្ងួនចង់បានស្រីចង់បានថ្លៃរូបពេលដែលបងបានដឹងថាអូនក៏ស្នេហ៍ដែរថ្លៃប៉ុន្តែបេះដូងមួយនេះមិនអាចបើសាជាថ្មីជាពីបានឡងឲ្យចង់ណៃបងចង់ឲ្យអូនបានដឹងថាអូននឹកអូនណាថ្លៃរូបពេលដែលបងបានដឹងថាកំពុងគ្មានរូបស្រីរូបពេលដែលបងបានដឹងបេះដូងនេះគ្មានដំឡៃបងចង់បានអូនចង់បានស្ងួនចង់បានស្រីចង់បានថ្លៃរូបពេលដែលបងបានដឹងថាអូនក៏ស្នេហ៍ដែរថ្លៃប៉ុន្តែបេះដូងមួយនេះមិនអាចបើសាជាថ្មីនឹងជាពីបានឡងឲ្យចង់ណៃបងចង់ឲ្យអូនបានដឹងថាបងនឹកអូ
កុំពុកគ្មានរូងស្រីទុកពេលដែលបងបានដឹងពេលដូននេះគ្មានដងឡៃបងចង់បានអូនចង់បានស្រួលចង់បានស្រីចង់បានថ្លៃទុកពេលដែលបងបានដឹងថោក៏ស្នេហ៍ដែរថ្លៃប៉ុន្តែពេលនោះមួយនេះមិនអាចធ្វើសាជាថ្មីយើងយល់ទាំងពីរបានប្រឡូហើយចរណៃបងចង់ឲ្យអូនបានដឹងថាបងនឹកអូនដើរថ្លៃពេលដែលបងបានដឹងថាកុំពុកមានរូបស្រីទុកពេលដែលបងបានដឹងពេលដូននេះគ្មានដងឡៃបងចង់បានអូនចង់បានស្រួលចង់បានស្រីចង់បានថ្លៃទុកពេលដែលបងបានដឹងថោក៏ស្នេហ៍ដែរថ្លៃប៉ុន្តែបេះដូងមួយនេះមិនអាចបើសាជាថ្មីរឿងយល់ទាំងពីរបានបន្លងហើយចរណៃបងចង់ឲ្យអូនបានដឹងថាបងនឹកអូនដើរថ្លៃរឿងបាត់ណាបងនៅចាំមិនភ្លេចនៅថ្ងៃដំបូងបានឃើញស្រី2014ខែ2នៅថ្ងៃទី13រឿងរ៉ាវទាំងអស់បងចាំទុកពេលលាដែលមានដុំឡៃនឹងអនុស្សាវរីយ៍បងនឹងអូនយើងធ្លាប់តែតាមកាន់ដៃអូនធ្លាប់ជីកង់ឌុបបងនៅក្រោមទូចាំពេលរាត្រីតើអូនមានចាំឬទេយើងធ្លាប់អង្គុយស្រមោស្រមៃតែស្នេហ៍យើងនឹងបានល្អហើយគ្មានថ្ងៃនឹងមានថ្មីតែព្រមលិខិតមិនអាចនឹងព្រមមិនអាចប្រឡប់ទៅជាថ្មីមានតែអស់ខ្លួនបេះដូងអូនកាត់ណាស់ដាក់បងទៅជុំថ្ងៃពេលលាដែលយើងបានជួបគ្នានេះគឺព្រោះតែនិស័យពាក្យដែលបងជូនបងអូនគឺមានក្តីសោករៀងរាល់ថ្ងៃជំរៀងបងមួយបទនេះមានចំណងជើងថាជានិស័យមានចំណងជើងថាជានិស័យ បាទសម្រាប់បងនេះដែរសូមញ៉ាំជូនមិនបាត់យុវវ័យដែលមកទស្សនានៅស្ថានីយ៍ទូរទស្សន៍ស៊ីគ្នាទាំងអស់ដូចជាមិត្តភ័ក្តិដែលនៅទស្សនានៅតាមគេហដ្ឋាន យសូ DJ តាវីបាទ ជំរាបសួរ MC Bull មួយទៀតឈ្មោះអីដែរបាទ Maradi បាទ Maradi បាទអរគុណឥឡូវនេះជានិច្ចកាលដោយអាសាឃើញមកជាមួយគ្នាណាពីមុនហ្នឹង Bull មកម្នាក់ឯងទេ ជួនកាលមកមួយម្នាក់ឯងជួនកាលមកពីរនាក់ជួនកាលមកមួយចែម ចាំមកមួយទៅ rap ឲ្យខាន់ Jam អីចឹងទៅបាទហើយមួយរយៈពេលថ្មីនេះមានបទចម្រៀងឬក៏ការងារអីធ្វើជាមួយនឹងលោក Jam ច្រើនដែរទេបាទដូចជាទៅតាមខេត្តអីបាទ លវលទៅសេបារ៉ូថ្មីឲ្យគាត់ អញ្ចឹង នៅមានបទច្រើនបទទៀត ឥឡូវមកដល់ពេលនេះសម្រាប់ Bull ផ្ទាល់ទៅសេបានប្រហែលបទទៀតហើយសម្រាប់ខ្លួនឯងផ្ទាល់តែម្ដងណា និយាយទៅខ្លួនឯងមិនដែលបានទៅសេឲ្យតែគេ អញ្ចឹង សេឲ្យតែគាត់សេឲ្យគេច្រើនណាប៉ុន្តែខ្លួនឯងមានពីទៅសេ មូលហេតុអីមិនមានពេលទៅសេឲ្យគេឲ្យខ្លួនឯងមិនសូវជាចិត្តប្រកាសទៅសេ ទៅសេវាបើសេឲ្យគេយើងបានលុយ និយាយត្រង់ចឹងហ្មងចា ឥឡូវបើជ្រុលនិយាយរឿងលុយអីសួរបន្តិចហ្មងព្រោះថាជាទូទៅហ្នឹងជួបកវីនិពន្ធនៃមួយចំនួនទាំងវ័យក្មេងឬក៏កវីនិពន្ធមុនហ្នឹងខ្ញុំអត់ដែលសួរដោយសារតែ Bull គាត់បើកបេះដូងថាដោយសារតែសេឲ្យគេបានលុយអាចជំរាបបានទេថាមកបត់សាច់ដែលយើងទៅសេអញ្ចឹងបើគិតជាលុយបានប្រហែលទៅបាទ ចង្ការតាមអ្នកស្គាល់ដូចបងស្គាល់គ្នាអញ្ចឹងស្គាល់របស់ខ្ញុំអញ្ចឹងលក្ខណៈស្គាល់គ្នាអញ្ចឹងបានមួយចាយ100ជាង200អញ្ចឹងបើថាបើគេអត់ស្គាល់យើងសោះគេថាប៊ូជួយទៅសេបើយើងមានមួយបទយើងអាចទាគេបាន300ជាងអីចឹងបង អូអញ្ចឹងបើស្គាល់គ្នាដាក់តែមកធូអីមកសាច់ខ្លែង2ចាននេះទៅ ពេលយើងដាក់តែមកធូនេះយើងបាច់ចាំទៅសេនេះចាញ់ភ្លាមហ្មងខ្ញុំពីច្រើនដាក់តែមកធូដល់ចាញ់ជំនាញ អូចឹងស្រួលថ្ងៃណាមួយណាត់ Bull ទៅលេងអីណាអញ្ចឹងទៅដាក់ឲ្យគាត់ treat តិចទៅបាច់លុយមិនកើត មកធូនិពន្ធបានមកបតបើមកធូបើស្រាឆ្នាំ1លីត្រនិពន្ធបាន10បត អូយសាហាវ អានឹងគិតបញ្ចូលទាំងសាច់ខ្លែមណែទេឬក៏គិតតែថ្លៃស្រា អាហ្នឹងស្រាតែស្រាសស្រាឆ្នាំហ្នឹងណាបើថាបើសាច់ឆ្កែមួយចានទៀតអាហ្នឹង5បតទៀតព្រោះសាច់ឆ្កែមួយចានវា5000អញ្ចឹងវាទៅ5បតទៀត អញ្ចឹងអត់ត្រូវពួកខ្ញុំអត់ចេះអាសាច់ទេ ចាអរគុណច្រើន DJ Bull អរគុណជាមួយនឹងរដូវកាលនេះមានការងារច្រើនទេដូចជា affair តាមខេត្តអីបាទ អត់ទាន់មានទេមានហ្នឹងមកតាមទូទស្សន៍យ៉ាងតាមទូទស្សន៍តាមក្រៅអត់សូវមានទេក្រៅរវល់ដែររវល់ affair ច្រើនរវល់ពូម៉ាក់ទេហៅផឹកខ្ញុំមកដល់នេះទោះបិទសេវាសិនមិននិយាយត្រង់អញ្ចឹងបង DJ Bull ឲ្យគាត់លឺមនុស្សគាត់ក៏រាប់អានណានិយាយត្រង់ចា ទៅលាក់បាក់ឲ្យរឿងពិត បើនិយាយបើខ្ញុំបោះមួកវិញក្បាលសើអាធ្នេនិយាយត្រង់វិញគេវាយហ៎
ចា អរគុណបាទដល់ពូលអរគុណដែលយើងជួបគ្នាវគ្គក្រោយបន្តទៀតណា បាទឥឡូវមានបទញាក់ពីរបទទៀត អូខេជួបគ្នាវគ្គក្រោយ បាទ ណា អរគុណច្រើន បាទសម្រាប់ស្នេហ៍ស្វាគមន៍ខ្លាំងៗបាទ